វីដេអូនេះខ្ញុំនឹងនាំអារម្មណ៍អ្នកគ្នាបែបស្រស់ស្រាយទៅផឹកកាហ្វេមើលទេសភាពមើលព្រៃព្រឹក្សាមើលចំការម្រេចនៅចិត្តជើងភ្នំហើយនឹងមើលផ្លាកឲ្យច្បាស់កុំឲ្យវិញផ្លូវដូចវីដេអូមុនទៀតសួស្តីអ្នកគ្នាខ្ញុំរតនៈឥឡូវយើងមកដល់ចំការម្រេចដែលគេហៅថាកាហ្វេម្រេចណាឬគេហៅមួយយ៉ាងទៀតថា La Plantation ដែលគេល្បីរាប់សិបខែប៉ុន្តែខ្ញុំអត់ដែរបានមកដល់ឥឡូវមានឱកាសបានមកដល់ហើយអញ្ចឹងដំបូងគឺយើងចេញពីកំពង់មូលទុរេនមកគឺយើងបុកផ្លូវមកកែបតែម្ដងមិនតែមិនជីទៅកែបទេណាជីដល់កែបទេឃើញមានផ្លូវបំបែកផ្លូវចំោះជ្រូកយើងជិះចូលមករហូតមកគឺយើងនឹងឃើញស្លាករបស់គេអីនិយាយរួមមកក៏ប៉ុណ្្នឹងនេះគឺថាកំពឹងលើ Google Map ពេកតែពឹងគឺដឹងថាហួសផ្លូវតែម្ដងហើយយើងត្រូវមើលស្លាកឲ្យច្បាស់ឥឡូវខ្ញុំបានចូលមកដល់កន្លែងរបស់គេអញ្ចឹងយើងមើលពីផែនទីរបស់គេមកបន្ទាប់មកយើងដើរចូលមកខាងក្នុងកន្លែងនេះខ្ញុំចាប់អារម្មណ៍ជាងគេគឺថាយើងឃើញមានផ្ទះបុរាណរបស់ខ្មែរយើងដែលគេរៀបចំបានស្អាតមែនទែនហើយនៅខាងមុខផ្ទះគេមានដាំជារុក្ខជាតិក៏ដូចជាដើមស្លឹកគ្រៃហើយនិងចកាម្រេចតែការរៀបចំរបស់គេនឹងមានភាពទាក់ទាញខ្លាំងមែនទែនក្រៅពីនេះនៅលើផ្ទះខ្មែរក៏មានដាក់តាំងមានជាគ្រឿងទេសគ្រឿងអូបជាច្រើនប្រភេទតែម្ដងដែលវាខ្ចប់បានយ៉ាងស្អាតនិងមានលក្ខណៈប្រណិតមែនទែនហើយក្រៅពីនេះយើងអាចដើរសាកឬក៏យើងដើរតេស្តជាមួយនឹងគ្រឿងអូបក៏ដូចជាគ្រឿងទេសមួយចំនួនដែលយើងអាចសាកបានឥឡូវខ្ញុំមកដល់កន្លែងចំការម្រេចហើយបានដាក់កាហ្វេដាក់អីហើយថ្ងៃនេះយើងមកជាមួយនឹង We Active មកឥឡូវយើងដើរលេងទៅមុខទៀតមកថានេះរៀងឥឡូវតិចចឹងមួយយ៉ាងដែរស្រស់ស្រាយបែបរៀងប្រប៉ែប្របាច់ប៉ុន្តែល្អចាថ្ងៃហ្នឹងតាំងព្រឹកមកដូចរៀងសบายប៉ុន្តែសบายបែបដូចភ្លៀងដែលអ្នកឃើញអញ្ចឹងមកទៅជាព្រៃភ្នំបែរមើលទីនេះក្រៅពីនេះនៅជាប់ផ្ទះខ្មែរក៏មានផ្ទះមួយទៀតដែលមានលក់កាហ្វេដែលយើងអាចសាកកាហ្វេហើយយើង enjoy ជាមួយនឹងទេសភាពនៅជុំវិញនោះនិយាយពីថាស្រស់ស្រាយខ្លាំងមែនតើបើសិនជាយើងមើលទៅគឺធម្មតាប៉ុន្តែបើសិនជាយើងបានសួរព័ត៌មានបន្ថែមទៀតពិតជាមិនធម្មតាមែនតែកន្លែងនេះគឺជារមណីយដ្ឋានកសិទេសចរដែលបង្កើតឡើងដោយជនជាតិបរទេស2នាក់ដែលប្រកបបានមកលេងនៅស្រុកខ្មែរកាលពីឆ្នាំ2013ហើយគាត់បានសិក្សាស្រាវជ្រាវហើយគាត់បានយកម្រេចច្រើនប្រភេទមែនតើយកទៅដាំទៅលើដីរបស់គាត់ហើយម្រេចក៏ពិតក៏បានជាប់ស្តង់ដារ ISO ដែលអាចនាំម្រេចទៅកាន់បរទេសបានទៀតបន្ថែមពីនេះគាត់អាចសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះឲ្យមានការងារធ្វើអញ្ចឹងពេលទៅលេងកំពតកុំភ្លេចចូលលេងទាំងអស់គ្នាណាហើយទៅផឹកកាហ្វេក៏ឲ្យគុណទេសភាពដល់ត្រជាក់ភ្នែកធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយផុតពីទុក្ខកង្វល់ទាំងឡាយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរយើងជួបគ្នាវីដេអូក្រោយៗទៀតបាយ